បរោះមិនស៊ីបាយល្ងាចមិនដេកយប់កាលពីព្រេងនាយមានបរោះម្នាក់ឈ្មោះអាចារ្យឲ្យសុកគាត់ជាមនុស្សចិត្តល្អឧស្សាហ៍ព្យាយាមហើយតែងតែប្រកាន់ខ្ជាប់នៅច្បាប់ទម្លាប់តឹងរឹងមួយគឺមិនបរិភោគបាយល្ងាចនិងមិនដេកនៅពេលយប់មនុស្សទូទៅនៅក្នុងភូមិមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះទម្លាប់ប្លែករបស់គាត់នេះហើយអ្នកខ្លះថែមទាំងគិតថាគាត់ជាមនុស្សចម្លែកទៀតផងជារៀងរាល់ថ្ងៃពេលថ្ងៃរៀបលិចអាចារ្យឲ្យសុកតែងតែទៅអង្គុយនៅក្រោមដើមពោធិ៍ធំមួយក្បែរមាត់ទន្លេគាត់មិនដែលបរិភោគអាហារអ្វីទាំងអស់នៅពេលល្ងាចហើយនៅពេលយប់វិញខណៈដែលអ្នកភូមិផ្ទៃកំពុងលង់លក់ក្នុងការគេងអាចារ្យឲ្យសុកតែងតែដើរល្បាតជុំវិញភូមិឬក៏អង្គុយសមាធិយ៉ាងស្ងៀមស្ងាត់ថ្ងៃមួយមានចៅមួយក្រុមបានលបចូលមកលួចគោក្របីរបស់អ្នកភូមិនៅពេលយប់អាចារ្យឲ្យសុកដែលកំពុងដើរល្បាតក៏បានប្រទះឃើញសកម្មភាពរបស់ពួកចៅទាំងនោះគាត់ក៏បានស្រែកផ្អើលអ្នកភូមិឲ្យភ្ញាក់ឡើងហើយចៅទាំងនោះក៏ភ័យស្លន់ស្លោរត់គេចខ្លួនបាត់ទៅហេតុការណ៍នេះបានធ្វើឲ្យអ្នកភូមិមានការកោតសរសើរយ៉ាងខ្លាំងចំពោះអាចារ្យសុកប៉ុន្តែទោះជាយ៉ាងនេះក្តីក៏នៅតែមានមនុស្សឆ្ងល់ពីមូលហេតុពិតប្រាកដដែលធ្វើឲ្យគាត់មិនបរិភោគបាយល្ងាចនិងមិនដេកនៅពេលយប់រហូតដល់ថ្ងៃមួយអាចារ្យឲ្យសុកបានដាច់ចិត្តប្រាប់ការពិតទៅកាន់មិត្តភក្តិជិតស្និទ្ធម្នាក់គាត់បាននិយាយថាកាលពីក្មេងខ្ញុំធ្លាប់មានបទពិសោធន៍ដ៏រន្ធត់មួយយប់មួយខ្ញុំបានដេកលក់យ៉ាងលក់ស្រួលរហូតភ្លេចបិទបង្អួចផ្ទះពេលនោះក៏មានចោរចូលលួចទ្រព្យសម្បត្តិខ្ញុំអស់រលីងចាប់តាំងពីពេលនោះមកខ្ញុំក៏បានប្តេជ្ញាចិត្តថានឹងមិនបរិភោគបាយល្ងាចដើម្បីកុំឲ្យងុយគេងហើយមិនដេកនៅពេលយប់ដើម្បីប្រុងប្រយ័ត្នការពារខ្លួននិងអ្នកដទៃពីគ្រោះថ្នាក់ផ្សេងមិត្តភ័ក្តិរបស់គាត់ក៏បានយល់ពីមូលហេតុពិតប្រាកដរបស់អាចារ្យឲ្យសុកហើយបានកោតសរសើរគាត់ថែមទៀតចាប់តាំងពីពេលនោះមកអាចារ្យឲ្យសុកបានក្លាយជាមនុស្សដែលអ្នកភូមិគោរពស្រឡាញ់និងជឿទុកចិត្តបំផុតគាត់តែងតែនៅចាំជួយការងារអ្នកភូមិគ្រប់ពេលវេលាជាពិសេសនៅពេលយប់សារអប់រំរឿងនិទាននេះបង្ហាញថារាល់ទម្លាប់ចម្លែករបស់មនុស្សម្នាក់សុទ្ធតែមានមូលហេតុរៀងខ្លួនជួនកាលទម្លាប់ទាំងនោះក៏អាចនាំមកនូវប្រយោជន៍ដ៏ធំធេងដល់ខ្លួនឯងនិងអ្នកដទៃផងដែរវាបង្រៀនយើងឲ្យចេះយល់ចិត្តអ្នកដទៃនិងមិនវិនិច្ឆ័យមនុស្សតាមរយៈរូបរាងខាងក្រៅឬទម្លាប់ប្លែករបស់ពួកគេតើអ្នកធ្លាប់ជួបមនុស្សណាដែលមានទម្លាប់ប្លែកដូចអាចារ្យឲ្យសុកដែរឬទេ